ព្រោះខ្ញុំមានក្តីស្នេហាចង់បានជីវ៉ាជាគូមេត្រីបើអ្នកចង់បានខ្ញុំមិនថាអីទេតែចង់សួរថ្លៃថ្លើមមកពីណាខ្ញុំឈ្មោះរដ្ឋាធ្លាប់លងចិន្តាកាលនៅក្មេងខ្ចីតែក៏ឃ្លាតឃ្លាពុំងារពិសីឥឡូវវិលវ័យស្រីចាំបងបានទេខ្ញុំចាំបានហើយដៃគូឆ្លងឆ្លៃរាល់ពេលទំនេរពិសេសកំណាពូកែម្លេះទេអោប្រុសមាសមេខ្ញុំនឹកអ្នកណាស់តើពិតជានឹកបងមែនក៏អីរឿងដើមឈើតើបផ្ដាល់អាហារនៅក្នុងភូមិដ៏រមនាមួយកន្លែងអ្នកស្រុករស់នៅបានសុខណាស់ពីព្រោះគេមានដើមឈើម្យ៉ាងដែលពួកគេហៅថាជាដើមឈើវេទមន្តនៅចុងភូមិអោណាអើយតាក់ទិញតនេងនេងតាក់ទិញអើយនេងនេងតនេច្រៀងលេងមិនគិតរោប្តីមិនខ្វល់ពីអ្វីចង់បានប្តីដែរតើអើអើយយេហេណោះអ្នកណាគេច្រៀងហ្នឹងសំឡេងដូចជាពិរោះដល់កហើយបើខ្ញុំស្មានខុសទេមុខជាអ្នកចន្ទថៃប្រកាសណាពុរដ្ឋាកាន់តែស្ដាប់កាលណាក៏យល់ថាគួរឲ្យចូលចិត្តលោកបានគៀកក្បែរបន្តិចក៏លន់មាត់សរសើរម្ដងទៀតថាគឺជាអ្នកចន្ទថៃមែនតាអូហូស្អាតណាស់ចង់តែសុំស្នេហ៍ទេតែទាស់មួយយ៉ាងមិនដឹងថាមកដល់ពេលនេះអ្នកចន្ទថៃមានប្តីហើយនៅណោះថៃអើយស្រីថៃនាងចង់បានប្តីទឹកអោបនឹងគេអើយឈើតអើយឈើតអាយ៉ាច្រៀងថាចង់បានប្តីទុកអោបនឹងគេបើបែបនេះមុខจะនៅកមុំចាស់ហើយសំនឹងខ្ញុំជាកំឡោះចាស់ត្មងជាចាក់ថាមិញថៃនៅទំនេរហើយពុរដ្ឋាក៏បានចូលទៅក្បែរផ្ទះបន្តិចរំលេចពាក្យគួរសមឡើងមកថាសួស្តីអ្នកតើអ្នកសុខសប្បាយទេតើអ្នកចាំខ្ញុំបានទេតើអ្នកមានប្តីហើយនៅតើអ្នកមានសង្សារទេតើអ្នកយកខ្ញុំជាប្តីឬក៏អត់អើយកើតអីឈប់សិនតើខ្ញុំគួរឆ្លើយសំណួរមួយណាបើអ្នកចូលមកសួរសំណួរហាក់ដូចជាទន្ទិញមេរៀនយ៉ាងនេះទៅវិញនោះព្រោះខ្ញុំមានក្តីស្នេហាចង់បានជីវ៉ាជាគូមេត្រីបើអ្នកចង់បានខ្ញុំមិនថាអីទេតែចង់សួរថ្លៃថ្លើមមកពីណាខ្ញុំឈ្មោះរដ្ឋាធ្លាប់លងចិន្តាកាលនៅក្មេងខ្ចីតែក៏ឃ្លាតឃ្លាពុំងារពិសីឥឡូវវិលវ័យស្រីចាំបងបានទេខ្ញុំចាំបានហើយដៃគូឆ្លងឆ្លៃរាល់ពេលទំនេរពិសេសកំណាពូកែម្លេះទេអោប្រុសមាសមេខ្ញុំនឹកអ្នកណាស់តើពិតជានឹកបងមែនក៏អីជាពាក្យជួនក្នុងកំណាព្យទេអ្នកណាទៅថានឹកដល់ប្រុសច្បាស់បែបនេះនោះណែអ្នកទោះថាខ្ញុំចាស់មែនតែខ្ញុំនៅកមុំបរិសុទ្ធណាមិនមែនចេះតែថាព្រមងាយឡើយខ្ញុំក៏ជាកំឡោះចាស់ដែរណែបើពុំនោះទេគ្រានោះនីដុនបានដើរមកនឹងបាននិយាយកាត់ថាអូហូភាសាស្នេហាកមុំចាស់កំឡោះចាស់ពិតជាស៊ីជម្រៅមែនណោះស្ដាប់ទៅខ្ញុំឡើងព្រឺសបល់ខ្ញាក់តែម្ដងហើយអើយព្រះអើយខ្មាស់គេណាស់ខ្ញុំចូលផ្ទះហើយណាមិនបានជូនតាណើទេអ្នកខ្ញុំមិនទាន់បានបបួលទៅសុំអាហារពីដើមឈើវេទមន្តផងអ្នកចូលផ្ទះវិញបាត់នោះឃើញអត់មិញថៃអៀនឯពូក្មេងនេះពិតជាមិនចេះយល់ការមែនពាក្យចាស់លោកពោលថាកាត់សម្ដីមនុស្សចាស់គេថាក្មេងគ្មានណោយទៀតណាដឹងទេពលពាក្យបែបនេះហើយពុរដ្ឋាក៏បានដើរចេញហួសទៅចំណែកនីដុនក៏លន់មាត់បន្តិចឡើងថាខ្ញុំគ្រាន់តែនិយាយប៉ុណ្ណឹងសោះក៏ខឹងដែរតែមិនអីទេគិតទៅរកមើលដើមឈើផ្ដល់អាហារវិញល្អជាងនិយាយអំពីមេភូមិនិងអ្នកផ្សេងឯទៀតបាននាំគ្នាមករកដើមឈើផ្ដល់អាហារដោយសពមួយដងនៅកណ្ដាលភូមិជំចិត្តដើមឈើផ្ដល់អាហារដល់ពេលហូបអាហារថ្ងៃត្រង់ហើយដើមឈើសូមផ្ដល់អាហារដែលមានឱជារសដល់ខ្ញុំបាទផងចំណែកខ្ញុំក៏ដូចគ្នាដែរខ្ញុំឃ្លានណាស់
សូមបញ្ចេញអាហារដល់ខ្ញុំលាយឡំនឹងបង្អែមចង្អាមមកជាមួយផងចុះ មិនយូរទេដើមឈើក៏បានផ្ដល់អាហារដល់ពួកគេគ្រប់គ្នាដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់ឡើយ ប្រសើរណាស់ទំនងដល់ហើយសូមអរគុណខ្លាំងណាស់ដើមឈើវេទមន្តជាទីស្រឡាញ់ម្ដងនេះខ្ញុំនឹងយកឲ្យច្រើនព្រមបាច់ហត់ដើរទៅដើរមកនោះទេពូមេភូមិពូគិតអញ្ចឹងដែរអត់ម្យ៉ាងដែរតើសុំឲ្យហើយមិនបាច់ហត់ទៅមកទេដើមឈើវេទមន្តសូមផ្ដល់បង្អែមអាហារបន្ថែមទៀតមក គឺមែនហើយដើមឈើនេះគឺជាដើមឈើវេទមន្តមែនហើយដើមឈើនេះមិននឿយហត់ក្នុងការផ្ដល់ម្ហូបអាហារទេគឺថាឲ្យទៅសុំកាលណាបានកាលនោះភ្លាម ល្អមែនទែនឯងនេះពិតជាឆ្លាតណាស់អានេះដុនបែបនេះពូក៏មិនពិបាកដើរមកយកញឹកញាប់ពេកដែរបាទពូ បន្ទាប់ពីបានអាហារហើយនោះពួកគេក៏បានចាក់ចេញទៅចំណែកមីងចន្ទថៃក៏បានដើរចូលមកផងដែរអោដើមឈើអើយដើមឈើវេទមន្តសូមជួយផ្ដល់សឡកកូរឲ្យខ្ញុំមួយចានមកព្រោះថ្ងៃនេះខ្ញុំឃ្លានសឡកកូរណាស់មែនហើយសមមិនតន់ចប់ស្រួលបួលផងសម្លកកូរមួយចានធំក៏ផុសចេញមកភ្លាមថែមតែក្តៅទៀតផងហើយឈ្ងុយណាស់មែនហើយមួយវិញទៀតណាសូមផ្ដល់បង្អែមក្របសណ្ដែកមួយចានផងណាដើមឈើជាថ្មីម្ដងទៀតបង្អែមក៏ផុសនៅនឹងមុខគាត់ពិតមែនអរគុណណាស់ដើមឈើខ្ញុំលាហើយណាល្ងាចបន្តិចសឹមជួបគ្នាទៀតចោះហើយប្រហុកខ្ទិះតែម្ដងហើយមីងចន្ទថៃទៅបាត់ពូរដ្ឋាក៏បានដើរចូលមកម្ដង ពីកាលនោះខ្ញុំមិនគួរណាចាក់ចេញពីភូមិដើម្បីទៅរកការងារសោះមើលចុះបើព្រឹកសុំបានល្ងាចសុំបានយ៉ាងនេះទៅហើយតើគួរតែចាក់ចេញពីភូមិទៅធ្វើអីឈោមួយសន្ទុះហើយនោះពូរដ្ឋាក៏បានសុំអាហារទៅកាន់ដើមឈើសូមជួយផ្ដល់បាយមួយចានសម្លការីមួយចាននិងផ្លែឈើជាបង្អែមលាងមាត់មួយចានផងដែរមក ប៉ិតមែនហើយពូរដ្ឋាក៏បានសម្រេចដូចគ្នាគាត់រីករាយណាស់ហើយនឹងយកអាហារទាំងនោះដើរចាក់ចេញទៅទាំងស្នាមញញឹមភូមិសំណាងភូមិរមនីពិតមែនសុំអីក៏បានទាំងអស់ទីនេះពិតជាមានសេចក្តីសុខខ្លាំងណាស់អេឈប់សិនមុននេះភ្លេចឲ្យឆឹងខ្ញុំមិនទាន់បានសុំទឹកដល់ត្រជាក់មួយកែវផងទេហើយទៅសុំសិនទៅបាននិយាយហើយមីងចន្ទថៃក៏បានទៅដល់ទីនៃដើមឈើជាថ្មីម្ដងទៀតព្រមទាំងបាននិយាយសុំថាដើមឈើវេទមន្តខ្ញុំសុំទឹកមួយចំនួនមកណាត្បិតអីមុននេះខ្ញុំភ្លេចសុំហើយបើនៅផ្ទះវិញអស់ទឹកហូបរលីងគឺមែនហើយមីងចន្ទថៃក៏ទទួលបានទឹកភ្លាមមួយរំពេចតែម្ដងហើយមែនហើយខ្ញុំគួរតែសុំសម្ពុតអាវប្រេទុកដើរលេងសិនទៅបាននឹកបែបនេះហើយមីងចន្ទថៃក៏បានសុំសម្ពុតអាវប្រេភ្លាមតែម្ដងចំណែកដើមឈើក៏មិនដែលអាក់ខានរាល់ការសុំម្ដងណាឡើយហើយស្អាតណាស់អើយខ្ញុំរីករាយមែនទេណាអរគុណហើយដើមឈើវេទមន្តដ៏អស្ចារ្យទទួលបានដូចបំណងហើយនោះមីងចន្ទថៃក៏បានដើរហួសទៅផ្ទះវិញចំណែកសុធិនិងស្រីពុំក៏បានដើរមកដល់ល្មមអូនពួកយើងសុំទឹកពីដើមឈើវេទមន្តហូបបន្តិចសិនទៅព្រោះពេលនេះបងហត់ណាស់ចាប់បងអូនក៏ហត់ដែរអោដើមឈើវេទមន្តសុំជួយផ្ដល់ទឹកនិងអាហារមួយចំនួនផងណាដូចអ្នកមុនចឹងដែរគ្រាន់តែស្រីពុំនិងសុធិសំរួចកាលណានោះអាហារក៏ផុសចេញមកកាលនោះដូចគ្នាបានទឹកនិងអាហារឲ្យអូនតោះពួកយើងហូបទៅចាប់បងហូបរួចរាល់ហើយមុនពេលទៅផ្ទះវិញនោះសុធិនិងស្រីពុំក៏បានបន្តថាដើមឈើវេទមន្តពួកយើងសូមឲ្យអ្នកមានអាយុវែងយឺនយូរមានកម្លាំងមានធម៌ពលផ្ដល់ជាប្រយោជន៍ដល់អ្នកភូមិរហូតតទៅចុះសូមអរគុណហើយដើមឈើវេទមន្តលីហើយណាតាបងបានអូន
នេះហើយគឺជាក្តីសោករបស់អ្នកភូមិនោះពួកគេពិតជាសំណាងណាស់ព្រោះតែដាំឈើវេទមន្តពួកគេពុំដែលពិបាកចិត្តអ្វីបន្តិចឡើយ មែនហើយអ្នកភូមិនេះសុំអាហារគ្រប់ពេលខ្ញុំគិតតែពួកគេល្ងងណាស់ចុះបើសុំមាសសុំប្រាក់វិញមិនល្អទេអី និយាយបែបនេះហើយពូរដ្ឋាក៏បានស័ក្តិសមមាសតែម្ដងហើយជាលទ្ធផលនោះពូរដ្ឋាពិតជាទទួលបានមាសមែន ល្អណាស់ខ្ញុំបានមាសមកហើយបើបែបនេះខ្ញុំយកមាសទៅជួលគេសង់ផ្ទះមួយខ្នងឲ្យស្អាតសិនទៅបាន ពូរដ្ឋាបានយកមាសនោះទៅជួលគេសង់ផ្ទះឲ្យគាត់មួយខ្នងតែថាពុំមានអ្នកណាម្នាក់មកស៊ីឈ្នួលនោះទេព្រោះមាសគ្មានអ្វីសំខាន់សម្រាប់ពួកគេឡើយ មិនក៏គ្មានអ្នកចង់បានប្រាក់អញ្ចឹងណោះភូមិនេះចំជាល្ងងមែនខ្ញុំជួលពេញថ្លៃគុណនឹង3ទៀតណា ជន់គ្នានោះដែរសុធិនិងនីដុនក៏បានដើរឆ្លងកាត់មកពូរដ្ឋាឃើញហើយស្រែកហៅមកតែម្ដង ណែពួកអាក្មេងមកនេះមកផ្លេតឲ្យឆាប់ឡើងបាទជំរាបសួរពូតើពូមានការអីមែនទេមិនដឹងជាជំរាបសួរស្អីទេភាសានិយាយមិនគួរឲ្យគោរពសោះតើពួកឯងចង់បានប្រាក់ទេជួយសង់ផ្ទះឲ្យពូមកចាំពូឲ្យប្រាក់1គុណនឹង3នៃតម្លៃទីផ្សារតែម្ដងណាពូនិយាយលេងទេអីហ៎ គ្មានអ្នកណាគេធ្វើទេពូព្រោះអ្នកភូមិយើងសុំស្អីក៏បានដឹងហើយតើបើបែបនោះស៊ីឈ្នួលយកប្រាក់មកធ្វើអីទៀតមែនវ៉ៃក៏ប៉ុន្តែពួកឯងមិនចង់យកមាសទៅចាយវាយនៅភូមិផ្សេងនិងកំសាន្តនៅរាជធានីទេអីគឺថាបើពួកយើងចង់ទៅលេងទីណាមួយនឹងឆ្ងាយនោះពួកយើងគ្រាន់តែសុំពីដើមឈើទៅក៏បានហើយពូមែនតើតែថាចុះបើសុំផ្ទះវិញបានអត់សុំផ្ទះមិនបានទេព្រោះជុំវិញដើមឈើមិនអនុញ្ញាតឲ្យមានផ្ទះឬក៏ខ្ទមនៅជិតដើមឈើវេទមន្តទេអញវិញអស់ហើយចុះអ្នកភូមិបានផ្ទះដោយរបៀបណាបើមិនស៊ីឈ្នួលយកប្រាក់ឬសុំដើមឈើវេទមន្តទៅសង់ខ្លួនឯងមែនទេក្រែងដើម្បីបានផ្ទះត្រូវជួលគេសង់មែនទេគឺមានន័យថាពួកយើងសុំបានតែនៅជិតដើមឈើទេហេតុនេះបើសុំគឺសុំតែសម្ភារៈសម្រាប់សង់ផ្ទះតែប៉ុណ្ណោះចុះបើសុំផ្ទះវិញមិនបានទេអីបើសុំជាផ្ទះតែម្ដងគឺបានតែផ្ទះតូចណាដែលអាចសែងបានបើចង់បានផ្ទះធំគឺសុំជាបរិក្ខារណាពូលោកបានសម្ភារៈបរិក្ខារហើយក៏យកទៅរៀបចំសង់ដោយខ្លួនឯងណាពូហេតុនេះទោះពូជួលគេឲ្យមាសគេក៏គេមិនចាប់អារម្មណ៍ដែរព្រោះអ្វីសុំបានហ្នឹងតាមពិតគឺអញ្ចឹងទេអីពូយល់ហើយបើអស់ការហើយខ្ញុំលាហើយណាពូតែចុះមិនអស់ចិត្តទេគ្រានោះពូរដ្ឋាភ្លាមនោះក៏បានដើរទៅរកដើមឈើម្ដងទៀតនិងបាននិយាយថាម្ដងនេះខ្ញុំនឹងសុំសម្ភារៈសង់ផ្ទះហើយខ្ញុំនឹងមកសុំប្រាក់សុំមាសរាល់ព្រឹករាល់ល្ងាចតែម្ដងពូរដ្ឋាតែសុំនេះសុំនោះរហូតចុងក្រោយផ្ទះគាត់ធំមាំណាស់និងមានមាសពាសពេញផ្ទះទាំងអស់តែម្ដងបើធៀបនឹងស្រុកផ្សេងពេលនេះអញមិនខុសពីសេដ្ឋីទេតែថាអ្នកភូមិមិនក៏មើលមកអញត្រឹមតែជាមនុស្សធម្មតាអញ្ចឹងទៅវិញនោះអញមិនអស់ចិត្តសោះតែឲ្យគេស្ញើសរសើរយ៉ាងម៉េចបើម្នាក់សុំអ្វីបាននឹងសុំអ្វីបាននឹងនោះគ្រប់យ៉ាងបរិបូរណ៍ណាស់ទៅហើយបើបែបនោះគ្មានអ្នកណាសរសើរទេមិនបានទេបើគ្មានខ្ពស់គ្មានទាបទេមិននឹងកើតអញមានចំណេះនឹងវ័យឆ្លាតជាងហេតុនេះអញត្រូវទៅលើសគេអញមិនអាចរស់នៅធម្មតាគ្មានការកោតក្រែងអញ្ចឹងទេហេតុថាចង់ឲ្យគេគោរពកោតក្រែងពូរដ្ឋាក៏បានទៅរកដើមឈើនិងបានសុំទៅកាន់ដើមឈើវេទមន្តថាដើមឈើវេទមន្តហើយសូមអ្នកដុតខ្លួនឯងឲ្យឆេះរលាយចុះមានតែធ្វើបែបនេះទេទើបអ្នកភូមិគ្មានអីទីពឹងបើបែបនោះពួកគេនឹងគោរពកោតក្រែងអ្នកមានប្រាជ្ញានិងមានទ្រព្យដូចជាយើងជាមិនខានមិនអាចនោះទេម្ដងនេះដើមឈើមិនអាចដុតសម្លាប់ខ្លួនឯងតាមអ្វីដែលពូរដ្ឋាសំបាននោះឡើយ
ហេតុអីកុំដុតខ្លួនឯងអញ្ចឹងតើអ្នកមិនមែនជាដើមឈើវេទមន្តទេអីឬមួយក៏អ្នកគ្មានធម៌ពលទៀតទេមែនទេ ដោយឃើញថាពូរដ្ឋាសំហើយសំទៀតតែពុំបានដូចបំណងទេពូរដ្ឋាមើលឆ្វេងមើលស្ដាំឬក៏បានដុតដើមឈើនោះតែម្ដង បានអញ្ចឹងគិតអញ្ចេះទៅបើសិនជាឯងមិនព្រមដុតខ្លួនឯងទេនោះទុកឲ្យយើងនេះជាអ្នកដុតឯងទៅចុះ ពូរដ្ឋាអាត្មានិយមគឺពិតជាបានធ្វើមែនមើលចោះដើមឈើនោះឆេះយ៉ាងសន្ធោសន្ធៅខ្លាំងឡើង តែប៉ុណ្ណេះយើងមុខជាមានអំណាចលើសពួកគេចាំមើលណាបើគ្មានដើមឈើផ្ដល់អាហារកាលណាពួកគេមុខជារត់មកលន់តួអញជាមិនខាន ពូរដ្ឋាសប្បាយចិត្តណាស់ព្រោះគាត់គិតថាអ្វីៗកំពុងតែដើរតាមគម្រោងការហើយតែថាចោះអ្នកភូមិវិញនោះ មិនក៏ដើមឈើឆេះអស់លីងអញ្ចឹងតើដើមឈើផ្ដល់អាហារនេះដល់អាយុកាលហើយមែនទេ អើយអំណេះតទៅតើអ្នកភូមិនឹងរស់នៅដោយរបៀបណាទៅលោកបងមេភូមិខ្ញុំពិបាកចិត្តណាស់ ខ្ញុំតាំងពីកើតមកខ្ញុំមិនចេះធ្វើការទេបើគ្មានដើមឈើតើខ្ញុំអាចរស់នៅបានដោយរបៀបម៉េចទៅណោះហើយបងប្អូនអើយពួកយើងលែងមានដើមឈើវេទមន្តហើយហេតុនេះពួកយើងត្រូវតែចេះសម្របខ្លួននឹងតស៊ូឮទេប្រហែលជាដល់ពេលពួកយើងត្រូវរស់ពឹងលើភាពតស៊ូនិងភាពឧស្សាហ៍ព្យាយាមរបស់ខ្លួនឯងហើយពូគឺដល់ពេលហើយពួកយើងគ្មានជំរើសទេបានជាដើមឈើវេទមន្តលែងមានពួកយើងគំរោះពឹងលើដើមឈើទៀតអី ដូចអ្នកភូមិនិយាយអញ្ចឹងការដែលរស់នៅពឹងគេមិនស្រួលដូចពឹងលើខ្លួនឯងឡើយហេតុនេះអ្នកភូមិក៏ប្រឹងប្រែងតស៊ូរស់នៅតាមកម្លាំងនិងការព្យាយាមរៀងៗខ្លួននៅផ្ទះពូរដ្ឋា តាមដែលយើងដឹងពេលនេះអ្នកភូមិពិបាករស់នៅណាស់ហេតុថាមិនចេះធ្វើការអ្នកខ្លះក៏ដើរសុំទានអ្នកខ្លះក៏ទ្រាំវេទនាធ្វើការយ៉ាងលំបាកបើបែបនេះអញទៅប្រមូលការគោរពសិន និយាយបែបនេះហើយពូរដ្ឋាក៏បានដើរទៅមើលសភាពអ្នកភូមិជាមួយនឹងសម្លៀកបំពាក់ស្អាតបាតនិងលម្អទៅដោយគ្រឿងអលង្ការផងដែរនៅឯវាលស្រែ អូនហត់ទេ ហាត់ណាបងតែថាមិនអីទេព្រោះពួកយើងពេលនេះមានតែប្រឹងហើយប្រឹងទៀតយូរនឹងធ្លាប់ទៅហើយណែ គឺប្រឹងមែនហើយនិយាយទៅតាំងពីគ្មានដើមឈើមកខ្ញុំខំណាស់បើមិនខំមានតែដាច់ពោះហើយខំប្រឹងបែបនេះគឺល្អហើយពួកយើងត្រូវខំបន្តទៀតនិងរៀនរស់ដោយគ្មានដើមឈើទៅជាការប្រសើរ ហើយគិតទៅអ្នកណាទៅដឹងថាដើមឈើអស់អាយុនោះខ្ញុំនេះពិតជាមិនចេះត្រៀមខ្លួនទុកជាមុនសោះសុកការពិបាកក៏ចូលមកភ្លាមតែម្ដង ខុសមកពីខ្ញុំជាមេភូមិគួរណាស់តែបង្រៀនអ្នករាល់គ្នាឲ្យបានត្រៀមទុកជាមុនតែខ្ញុំនេះគ្មានបានការសោះ មិនចឹងទេពូគ្មានកំហុសទេតែនេះមកពីដើមឈើឆេះភ្លាមតែពួកយើងមិនបានត្រៀមតែគ្រានោះពូរដ្ឋាក៏បានដើរមកនិងបាននិយាយថា សំមុខហើយដែលមិនចេះត្រៀមទុកឥឡូវឃើញទេភាពពិបាកក៏ចូលមកភ្លាមតែម្ដងត្រង់នេះមិនខុសពីសត្វលោកដែលល្ងងខ្លៅរស់នៅពឹងតែគេនោះទេពូនិយាយមកដូចចង់បន្ទោសពួកយើងណាស់តើអ្នកណាទៅដឹងថាដើមឈើនឹងឆេះនោះមិនបន្ទោសទេតែយើងមកនេះចង់ប្រាប់ដំណឹងល្អតើពូចេះមានដំណឹងល្អដែរក៏អីខ្ញុំដូចជាមិនជឿសោះបើមកប្រមាថមើលងាយខ្ញុំជឿជាងណែបើពួកឯងចង់បានប្រាក់មកស៊ីឈ្នួលធ្វើការឲ្យយើងមកកុំក្រាន់បើពេកតើធ្វើការបែបណាទៅអ្នកយល់ដល់ខ្ញុំធ្លាប់ស្រឡាញ់អ្នកខ្ញុំឲ្យអ្នកអោនគោរពខ្ញុំនឹងធ្វើជាអ្នកបោះផ្ទះឲ្យខ្ញុំហើយអ្នកចង់បានប្រាក់ប៉ុណ្ណាក៏បានដែរប្រាប់ខ្ញុំមកចុះខ្ញុំឲ្យថ្លៃជួលមិនខ្វះមួយសេនទេភាសានេះហៅធ្វើការពិតឬក៏មកមាក់ងាយអ្នកក្រទៅវិញនោះព្រះអើយស្ដាប់ហើយមិនស្រួលខួរសោះស្ដាយណាស់ដែលខំស្រឡាញ់កន្លងមកនោះក្រហើយមាត់ក្រាន់បើទៀត
យកល្អកំលេងចរិតអីគួរតែអង្វរលៀងបាតជើងខ្ញុំវិញបើចង់រស់ស្រួលនោះចុះខ្ញុំអាចធ្វើការបានទេពិតជាបានសុធិនាងពុំពូមេភូមិក៏អញ្ចឹងដែរបើសិនជាមិនចង់ដាច់ពោះងាប់អោនក្បាលមកបំរើខ្ញុំមកតើពួកខ្ញុំនឹងបានប្រាក់ទេពូគឺបាននឹងហើយព្រះអើយកាន់តែមើលកាន់តែអស់សំណើចអ្នកក្រល្ងងមែនសំណួរចេញមកមកកាក់អន់សម្បើមណាស់តើលោកចង់បានអីឲ្យប្រកបបានជាមកនិយាយបែបនេះនោះមែនហើយពូនិយាយអំពីគោលបំណងមកកុំក្បោក្បាច់ពេកគឺខ្ញុំចង់ក្លាយជាអ្នកគ្រប់គ្រងភូមិចង់មានអំណាចលើសគេនិងមានគេគោរពកោតខ្លាចអំណាចមាសប្រាក់របស់ខ្ញុំនោះអីពូគិតខុសហើយចង់បានការគោរពមិនមែនដើរទិញឬក៏ដើរសុំនោះទេអាក្រឯងហេតុអីក៏និយាយថាយើងគិតខុសតែពូគិតថាមានអំណាចមានឋានៈមានមាសប្រាក់គ្រប់គ្នានឹងកោតក្រែងខ្លោបខ្លាចពូមែនទេមែនហើយយ៉ាងម៉េចក្រែងមាសប្រាក់និងអំណាចទាំងនេះជាអ្វីដែលមនុស្សចង់បានមែនទេមានមាសមានប្រាក់មានអំណាចគឺជាការល្អហើយតែបើសន្តានមិនល្អចរិតរឹកពៀថោកទាបមានចំណុចទាំងនោះក៏គ្មានន័យដែរមានន័យថាម៉េចទៅមានន័យថាបើមានទ្រព្យមានអំណាចតែគ្មានសិលធម៌គុណធម៌សុជីវធម៌គឺគ្មាននរណាគេគោរពនោះទេស្អីគេខ្ញុំចង់និយាយថាអ្នកមានឬក៏អ្នកក្រឲ្យតែជាមនុស្សល្អគេនឹងគោរពដោយឯកឯងមិនបាច់ដើរគម្រាមដើរទិញឬក៏ដើរសុំដូចជាពូនោះទេផ្ទុយទៅវិញបើប្រើអំណាចចង់ឲ្យគេខ្លាចគឺបានមកវិញត្រឹមតែជាការសម្ដែងការគោរពនិងការស្អប់ពីក្រោយខ្នងប៉ុណ្ណោះមិនមែនជាការគោរពចេញពីចិត្តទេសរុបមកយើងមានប្រាក់ច្រើនជាងគេបែបនេះហើយក៏គ្មាននរណាគោរពទៀតមែនទេមែនហើយគ្មានអ្នកណាគេគោរពទេហើយចាំទុកផងការស្រឡាញ់ការគោរពដ៏ស្មោះនោះគឺចេញពីចិត្តមិនអាចយកមាសប្រាក់ទៅទិញបានទេពួកឯងសាមគ្គីគ្នាមិនគោរពយើងមែនទេបានយើងផ្ញើទុកសិនចុះពូរដ្ឋាខឹងណាស់ព្រោះគ្រប់យ៉ាងមិនដោយការរំពឹងទេគាត់ដើរចេញទាំងរអ៊ូចប់មាត់តែម្ដងអញមានប្រាក់ហើយតែពួកគេមិនគោរពចាំមើលចុះអញនឹងធ្វើបាបពួកគេម្ដងម្នាក់ទាល់តែពួកគេគោរពនឹងខ្លាចដល់យើងទើបសំចិត្តកាន់តែអាក្រក់កាន់តែគេស្អប់គ្មានអ្នកមកគោរពមនុស្សធន់នឹងទេហើយកម្មបូពេក៏មិនបណ្ដោយពេលដែរមានហើយតែគ្មានការសរសើរគ្មានការគោរពគ្មានការអែបអបគ្មានក្តីសុខទេអញចាំមើលណាអញនឹងឲ្យពួកវាលូនក្រាបឲ្យទាល់តែបាននិយាយរអ៊ូហើយគាត់ក៏បានដេកលក់ទៅនឹងបានជិះសពឃើញថាណែមនុស្សលុបលន់តើឯងជានរណាជាដើមឈើវេទមន្តមែនទេតើឯងមករកស្អីដែរគឺយើងមកសងសឹកឯងនឹងហើយឯងបាត់ដុតបំផ្លាញយើងហេតុនេះឯងត្រូវសងយើងវិញជាដើមឈើធ្វើអីយើងបាននោះវាគ្មានប្រយោជន៍ទេបានហើយកុំមកបន្លាចយើងអីគង់តែដឹងទេចាំមើលចោះមនុស្សអាក្រក់នឹងជួបរឿងអាក្រក់មិនខានឡើយនិយាយហើយដើមឈើក៏បានរលីរឹសចំណែកពូរដ្ឋាវិញនោះក៏បានភ្ញាក់ឡើងនិងបាននិយាយម្នាក់ឯងថាមិនដឹងជាយសពស្អីទេរំខានមែនចាំមើលចុះស្អែកនេះយើងនឹងទៅជន់ឈ្លីពួកឯងយើងចង់ឲ្យពួកឯងដឹងថាអ្នកមានអំណាចដូចជាយើងត្រូវតែទទួលបានការគោរពកោតខ្លាចជាទីបំផុតมันអាចមានឱកាសទេយប់នោះពូរដ្ឋាដេកលក់ភ្លាមផ្ទះរបស់គាត់ក៏ត្រូវបានភ្លើងឆេះភ្លាមតែម្ដងតើមានរឿងអីចេះដូចជាធំក្លិនឆ្ងៀមហ៎ហេតុថាឆ្លក់ផ្សែងពេកពូរដ្ឋាក៏បានដើរចេញមកមើលហើយភ្លាមនោះគាត់ក៏បានសម្គាល់ឃើញថាជួយផងមានភ្លើងឆេះផ្ទះខ្ញុំហើយជួយផងអត់ទេផ្ទះខ្ញុំមាសខ្ញុំទ្រព្យសម្បត្តិខ្ញុំជួយផងមិនថាពូរដ្ឋាខំស្រែកយ៉ាងណាទេក៏គ្មានអ្នកណាជួយឡើយបុកផ្សំនឹងការស្ដាយទ្រព្យទៀតនោះហេតុនេះ
ជនលបលុនម្នាក់នេះក៏បានរត់ចូលហើយក៏ឆេះក្នុងភ្នក់ភ្លើងស្លាប់បាត់ទៅ ប្រហែលជាគាត់មានកម្មហើយសូម្បីតែឆេះផ្ទះក៏គ្មានអ្នកភូមិណាម្នាក់មកជួយពលុតដែរតើឲ្យអ្នកណាជួយបើគាត់មើងងាយគេជន់ឈ្លីគេយ៉ាងនេះនោះថាហើយថាមនុស្សឲ្យតែអាក្រក់ទោះងាប់ក៏គ្មានអ្នកណាគេអាណិតដែរ មានមាសមានអំណាចតែគ្មានការគោរពស្រឡាញ់មិនខុសពីសត្វសាហាវដែលឯកោទេហើយក៏គ្មានមរឹកណាជួយយកអាសាដែរការគោរពការស្រឡាញ់ដែលពិតនោះមិនមែនយកមាសមកទិញទេហើយបើពេលខ្លះឃើញថាគេគោរពនោះចាំថាវាគ្រាន់តែជាការសម្ដែងប៉ុណ្ណោះក៏ថាបាន